Ông sreiនៅក្នុងនេះមានសាច់ពីរមុខនិងបន្លែមួយមុខតម្លៃ15 យួនល្អអ៊ំភ្លេចយកទូរស័ព្ទមកហើយអូមិនអីទេអ៊ំស្រីអ៊ំយកទៅពិសាសិនចាចាំលើកក្រោយចាំគិតសរុបបានអញ្ចឹងអ៊ំអរគុណហើយចាំតិចអ៊ំទៅយកលុយមកឲ្យក្មួយចាអ៊ំមិនអីទេថាយកមួយឲ្យវិញនេះគេក៏ហក់សោះនេះបងស្រីពីប្រអប់សរុប30 យួនចាចាំខ្ញុំស្កេនឲ្យអាយ៉ាទូរស័ព្ទបងអស់ថ្មបាត់បងស្រីមានលុយសុទ្ធទេខ្ញុំចេញមកមិនបានយកលុយសុទ្ធមកទេអូយគិតមិនទៅប៉ាខ្ញុំកំពុងចាំពិសាផងមិនអីទេបងអូនយកសិនទៅចាំគិតលើក្រោយចាអញ្ចឹងអរគុណបងស្រីហើយអេអ្នកលោកយកបាយមួយប្រអប់សាច់3បន្លែមួយបងមានលុយទេនាងហ៊ានមើងងាយគេផងអូមិនមែនមានអញ្ចឹងទេបងប្រុសទូរស័ព្ទខ្ញុំវាអស់ថ្មស្កេនអត់បានទេបានចំខ្ញុំសួរបងរកលុយសុទ្ធនឹងណាលុយសុទ្ធខ្ញុំមានលឿនឡើងឆាប់ចប់មកចាល្អណាស់ហាក់នេះបងប្រុសបងប្រុសបងមានលុយរាយទេខ្ញុំគ្មានលុយអាប់ទេខ្ញុំគ្មានលុយរាយទេបងស្រីតើបងមានលុយរាយទេព្រឹកនេះលក់មិនទាន់ដាច់មួយផងទៅមានរាយមកពីណាលឿនឡើងខ្ញុំគ្មានចង់ងាប់ហើយយើងដល់ហើយដល់ដល់50 ដងហើយអត់មានជ្រុះសាក់សោះបាទអីឈូបាទក្លិនជាមួយនឹងរូបមន្តនិងបច្ចេកវិទ្យាពីប្រទេសកូរ៉េជួយបំពន់ចាប់តាំងពីឫសរហូតដល់ចំសក់មានក្លិនគឺគ្មានសាក់ជ្រូកលឿនឡើងខ្ញុំគ្មានចង់ងាប់ហើយចេះតែបងយកសិនទៅចាំយកលុយមកឲ្យខ្ញុំតាមក្រោយក៏បានអញ្ចឹងក៏បានអរគុណហើយបងស្រីឯងរកស៊ីបែបនេះមិនកើតទេឯងឆាប់ជឿគេពេកហើយមនុស្សយើងរស់នៅត្រូវទុកចិត្តគ្នាទៅវិញទៅមកណាបងប្រយ័ត្នរងទុកនៅថ្ងៃក្រោយទៅអូនស្រីលើកថាបាយប្រអប់អូនធ្វើឆ្ងាញ់មែនទេបងប្រុសអ្នកធ្លាប់ញ៉ាំបាយខ្ញុំសិតតែសរសើរនេះបងសាកភ្លក់មើលទៅនៅតាមដងវិថីក្រំពន្លឺថ្ងៃត្រចាំងមាននារីម្នាក់ឆ្ងាញ់ក្របើតាបងយកទាំងអស់ហ្នឹងបងប្រុសយកទាំងអស់មែនហើយការដ្ឋានខ្ញុំមនុស្សច្រើនយកឲ្យពួកគេញ៉ាំហ្នឹងណាអញ្ចឹងឯណាស្កេនបងប្រុសបងមានលុយសុទ្ធទេលុយសុទ្ធយកលុយសុទ្ធមកទេហ្នឹងអត់ផងខ្ញុំក៏មិនបានយកមកដែរទូរស័ព្ទខ្ញុំអត់ថ្មទៅស្កេនអត់បានទេអញ្ចឹងនាងទៅរកមើលក្នុងឡានតិចមើលចាស់ថាកែជីនាងចាំមកផ្លែតណាក្នុងឡានក៏អត់មានដែរថាកែជីយើងត្រូវប្រញាប់ហើយចិត្តដល់ម៉ោងបាយហើយកម្មករកំពុងចាំញ៉ាំបាយអញ្ចឹងនាងរកវិធីទៅខ្ញុំមានការប្រញាប់ផងបងថាកែបងយកទៅសិនទេលើក្រោយចាំគិតក៏បានល្អអញ្ចឹងអរគុណហើយស្អាតតាប្អូនស្រីឯងមិនចេះរកស៊ីទេធ្វើបែបនេះមិនយូរមិនឆាប់គង់តែឡងចុងទេបងវិញទោះជាលក់មិនដាច់យ៉ាងហោចណាស់របស់បងនៅទីនេះចំណែកឯងវិញអស់ទាំងអីវ៉ាន់អស់ទាំងលុយធ្វើជាមនុស្សល្អវាមិនងាយស្រួលទេខ្ញុំជឿថានៅលើโลกនេះនៅតែមានមនុស្សល្អច្រើនជ
ចាំគ្នាគឺជាស្ពាននៃបេះដូងទូនណាថាឆោក៏នាងមិនព្រមលះបង់ព្រោះទឹកចិត្តស្មោះត្រង់នឹងផ្ដល់ផលតបស្នងមកវិញអំពើល្អមិនសាបសូន្យ ចិត្តល្ងាចហើយឯងនៅចាំទៀតមែនទេពួកអស់នោះគេស៊ីអាហារឯងអស់ហើយក៏រត់គេចខ្លួនពួកគេច្បាស់ជាមិនឲ្យលុយឯងទេគួរឲ្យខ្មាស់គេណាស់នេះជាមេរៀនឯងហើយណា មិនព្រមលះបង់ព្រោះទឹកចិត្តស្មោះត្រង់នឹងផ្ដល់ផលតបស្នងមកវិញមានអ្នកចាំសើចំអត់ថានេះ អេក្មួយស្រីអ្នកលក់បាយ ឲ្យគេយកទៅញ៉ាំគេច្បាំងជាបានស្រម មិនយកលុយទេអី តែនាងក្រវីក្បាល បងស្រីនេះលុយខ្ញុំ ហោមិនដួលសង្ឃឹមលើពន្លឺនៃក្តី ខ្ញុំក៏មិនទាន់បានឲ្យដែរអូនស្រីអ្នកលក់នេះលុយជាពាក់បងអូនបងជូន power bank អូនមួយទៀតទុកគ្រាប់សាក់ថ្ម រៀបចំឲ្យវ៉ាន់ទៅទាំងតែរឿងប៉ិនបានបងហើយអ្នកដែលធ្លាប់ជំពាំងពួកគេរុនត្រឡប់មកវិញសងប្រាណនឹងគុណបំណាច់ជាប់ក្តីស្រឡាញ់ពេញទី គឺខ្ញុំទេដែលគិតមិនបានវិញឆ្ងាយ នាងជាថា ប្តីខ្ញុំហៅមកគាត់ថារកកក់សក់ចេញទៅស្អុយក្បាលសម្បើមណាស់យប់មិញហ្នឹងគាត់ចង់ថប់ដង្ហើមមិនបានថប់ដង្ហើមអីបងប្អូនមកតែថាបានកក់សក់ទេចុះបើល្ងាអីយ៉ាងហ្នឹងឲ្យខ្ញុំកក់ខ្លួនឯងដូចជាខ្ជិលខ្លាំងណាស់ចឹងហើយប្តីហៅមកកក់សក់ឲ្យតែម្ដងរាល់ពេលកក់សក់គឺខ្ញុំតែងតែជ្រើសរើសប្រើជាមួយសាប៊ូកក់សក់ក្លិនសាប៊ូកក់សក់ក្លិនរបស់យើងគឺមាន3ប្រភេទសម្រាប់ឲ្យយើងជ្រើសរើសសម្រាប់ការពារសក់ជ្រុះសម្រាប់សក់អង្គែនិងសម្រាប់សក់ខូចខ្ញុំផ្ទាល់តែងតែជ្រើសរើសប្រើជាមួយសាប៊ូកក់សក់ក្លិនការពារសក់ជ្រុះនិងសក់ស្អាតតែសាប៊ូកក់សក់ក្លិនការពារសក់ជ្រុះហ្នឹងគឺមានសារធាតុផ្សំចេញពីវីតាមីន E និងវីតាមីន B5 ដែលធ្វើឲ្យសក់របស់យើងកាន់តែកក់គឺកាន់តែក្រាស់និងរឹងមាំច្រើនជាងមុនជាពិសេសគឺកាត់បន្ថយការដាច់និងជ្រុះបានច្រើនខ្លាំងមែនទែនយើងកក់សក់លាងជម្រះបានស្អាតហើយគឺយើងគួរតែប្រើប្រាស់ជាមួយនឹងក្រែមបន្ទន់សក់ក្លិនក្រែមបន្ទន់សក់ក្លិនគឺងាយស្រួលប្រើខ្លាំងមែនទែនគ្រាន់តែធ្វើការលាបថ្នមៗទៅលើសរសៃសក់ត្រឹមតែ3នាទីគឺយើងអាចធ្វើការលាងទឹកចេញបានហើយបងប្អូនបន្ទាប់ពីលាងទឹកចេញហើយគឺយើងនឹងទទួលបានសរសៃសក់មួយដែលរស់រវើកបងប្អូនគ្រាន់តែធ្វើការប្រើម្ដងទៅ2ដងនឹងឃើញលទ្ធផលប្លែកជាងមុនច្រើនអញ្ចឹងណាសក់ខ្ញុំពីមុនគឺដូចចំបើងអញ្ចឹងឥឡូវគឺរាងគ្រាន់ជាងមុនច្រើនខ្លាំងមែនទែន